សូមថ្វាយបង្គំព្រះដ៏មានព្រះភាកជាអរហន្តសម្មាសម្ពុទ្ធអង្គនោះមនាលភិក្ខុទាំងឡាយចូលអ្នកទាំងឡាយស្ងប់ស្ងាត់ហើយប្រកបព្យាយាមទេមនាលភិក្ខុទាំងឡាយភិក្ខុមានសេចក្តីស្ងប់ស្ងាត់តែងដឹងច្បាស់តាមពិតដឹងច្បាស់តាមពិតនៅអ្វីដឹងច្បាស់តាមពិតថាភ្នែកមិនទៀងដឹងច្បាស់តាមពិតថារូបមិនទៀងដឹងច្បាស់តាមពិតថាចក្ខុវិញ្ញាណមិនទៀងដឹងច្បាស់តាមពិតថាចក្ខុសម្ផស្សមិនទៀងវេទនាណាជាសុខក្តីជាទុក្ខក្តីមិនទុក្ខមិនសុខក្តីដែលកើតឡើងព្រោះចក្ខុសម្ផស្សជាបច្ច័យក៏ដឹងច្បាស់តាមពិតថាវេទនានោះឯងមិនទៀងដឹងច្បាស់តាមពិតថាត្រចៀកមិនទៀងដឹងច្បាស់តាមពិតថាសំឡេងមិនទៀងដឹងច្បាស់តាមពិតថាសោតវិញ្ញាណមិនទៀងដឹងច្បាស់តាមពិតថាសោតសម្ផស្សមិនទៀងវេទនាណាជាសុខក្តីជាទុក្ខក្តីមិនទុក្ខមិនសុខក្តីដែលកើតឡើងព្រោះសោតសម្ផស្សជាបច្ច័យក៏ដឹងច្បាស់តាមពិតថាវេទនានោះឯងមិនទៀងដឹងច្បាស់តាមពិតថាច្រមុះមិនទៀងដឹងច្បាស់តាមពិតថាក្លិនមិនទៀងដឹងច្បាស់តាមពិតថាខៀនវិញ្ញាណមិនទៀងដឹងច្បាស់តាមពិតថាខៀនសម្ផស្សមិនទៀងវេទនាណាជាសុខក្តីជាទុក្ខក្តីមិនទុក្ខមិនសុខក្តីដែលកើតឡើងព្រោះខៀនសម្ផស្សជាបច្ច័យក៏ដឹងច្បាស់តាមពិតថាវេទនានោះឯងមិនទៀងដឹងច្បាស់តាមពិតថាអណ្ដាតមិនទៀងដឹងច្បាស់តាមពិតថារស់មិនទៀងដឹងច្បាស់តាមពិតថាជីវហាវិញ្ញាណមិនទៀងដឹងច្បាស់តាមពិតថាជីវហាសម្ផស្សមិនទៀងវេទនាណាជាសុខក្តីជាទុក្ខក្តីមិនទុក្ខមិនសុខក្តីដែលកើតឡើងព្រោះជីវហាសម្ផស្សជាបច្ច័យក៏ដឹងច្បាស់តាមពិតថាវេទនានោះឯងមិនទៀងដឹងច្បាស់តាមពិតថាកាយមិនទៀងដឹងច្បាស់តាមពិតថាផលថាពៈមិនទៀងដឹងច្បាស់តាមពិតថាកាយវិញ្ញាណមិនទៀងដឹងច្បាស់តាមពិតថាកាយសម្ផស្សមិនទៀងវេទនាណាជាសុខក្តីជាទុក្ខក្តីមិនទុក្ខមិនសុខក្តីដែលកើតឡើងព្រោះកាយសម្ផស្សជាបច្ច័យក៏ដឹងច្បាស់តាមពិតថាវេទនានោះឯងមិនទៀងដឹងច្បាស់តាមពិតថាចិត្តមិនទៀងដឹងច្បាស់តាមពិតថាធម៌មានអារម្មណ៍មិនទៀងដឹងច្បាស់តាមពិតថាមនោវិញ្ញាណមិនទៀងដឹងច្បាស់តាមពិតថាមនោសម្ផស្សមិនទៀងវេទនាណាជាសុខក្តីជាទុក្ខក្តីមិនទុក្ខមិនសុខក្តីដែលកើតឡើងព្រោះមនោសម្ផស្សជាបច្ច័យក៏ដឹងច្បាស់តាមពិតថាវេទនានោះឯងមិនទៀងមនាលភិក្ខុទាំងឡាយចូលអ្នកទាំងឡាយស្ងប់ស្ងាត់ហើយប្រកបព្យាយាមចុះមនាលភិក្ខុទាំងឡាយភិក្ខុមានសេចក្តីស្ងប់ស្ងាត់តែងដឹងច្បាស់តាមពិតដូច្នេះធាតុទាំង18នេះចែកចេញជា6ក្រុមគឺអាយតនាខាងក្នុងឬក៏ហៅថាឥន្ទ្រី6អាយតនាខាងក្រៅហៅថាអារម្មណ៍6និងវិញ្ញាណធាតុការដឹង6ដែលជាមូលដ្ឋាននៃវិបស្សនាកម្មដ្ឋានធាតុទាំងនេះមិនមែនជាសត្វជីវៈឬខ្លួនប្រាណអមតៈអ្វីឡើយប៉ុន្តែជាធាតុផ្សំដែលកើតរលត់ទៅតាមកាលាទេសៈ
ចប់សូត្រទី7ដកស្រង់ចេញពីបេដកភាគ35ទំព័រទី181រៀបរៀងដោយព្រះពុទ្ធវចនៈ